បាទគឺជាឆន្ទៈរបស់កម្ពុជាយើងបានដាក់បន្ទាត់ក្រហមគោលគឺប្រតិបត្តិការបោសសម្អាតទ្រង់ទ្រាយធំដែលខ្ញុំហៅថាជាប្រតិបត្តិការ XXL ត្រឹមកំឡុងខែមេសាឆ្នាំ2026នេះឲ្យបានស្អាតឲ្យអស់ពីលទ្ធភាពតែម្ដងបាទយើងមានជំនឿជាក់ថានឹងបោសសម្អាតស្អាតដោយសារថាកន្លងមកគឺយើងបានបោសសម្អាតវាច្រើនហើយបាទអញ្ចឹងវានៅទឹកចុងក្រោយគឺយើងក្រសោបផ្ដាច់ដង្ហើមវាតែម្ដងហើយយើងបានអនុវត្តជាដាច់ខាតតែម្ដងបើសិនជាតាមរដ្ឋបាលរាជធានីខេត្តណាមួយត្រូវបានរកឃើញថាមានទីតាំងនៃឆបោកតាមប្រព័ន្ធអនឡាញនេះរាជធានីខេត្តនោះគឺត្រូវទទួលខុសត្រូវទី1ចំពោះរាជរដ្ឋាភិបាលទី2ទទួលខុសត្រូវចំពោះមុខតំណែងរបស់ខ្លួនទី3ទទួលខុសត្រូវចំពោះមុខច្បាប់តែម្ដងនេះគឺជានៃបទបញ្ជាដាច់ខាតដែលប្រមុខរាជរដ្ឋាភិបាលកម្ពុជាហើយក្រសួងមហាផ្ទៃជាសេនាធិការបានដាក់ចេញហើយកម្លាំងដែលយើងប្រតិបត្តិការទី1គឺកម្លាំងរបស់រដ្ឋបាលរាជធានីខេត្តមានតាំងពីនគរបាលហើយនិងអាវុធហត្ថមួយទៀតគឺកម្លាំងរបស់ក្រសួងមហាផ្ទៃដែលមានអគ្គស្នងការដ្ឋាននគរបាលជាតិជាសេនាធិការតែម្ដងក្នុងករណីយើងប្រតិបត្តិការ XXL នេះរួមគ្នាគឺយើងនឹងប្រតិបត្តិការរួមគ្នាប្រសិនបើខាងរដ្ឋបាលរាជធានីខេត្តលោកស្នើសុំជំនួយហើយក្នុងករណីដែលកម្លាំងរបស់ក្រសួងមហាផ្ទៃមានអគ្គស្នងការដ្ឋាននគរបាលជាតិជាសេនាធិការមើលឃើញថាត្រូវប្រតិបត្តិការដោយខ្លួនឯងគឺនឹងចុះប្រតិបត្តិការដោយខ្លួនឯងតែម្ដងបាទជាឆន្ទៈមួយមុតគឺកំឡុងខែមេសាឆ្នាំ2026នេះអនុវត្តតាមនៃបទបញ្ជាដ៏ម៉ឺងម៉ាត់របស់សម្ដេចធិបតីនាយករដ្ឋមន្ត្រីគឺយើងបដិញ្ញាចិត្តគឺឲ្យអស់ពីលទ្ធភាពគឺបោសសម្អាតតែម្ដងគឺយើងលែងប្រើពាក្យបង្ក្រាបហើយយើងបដូរមកពាក្យថាបោសសម្អាតក្នុងទ្រង់ទ្រាយធំដែលខ្ញុំហៅថាជាប្រតិបត្តិការ XXL បាទចំពោះនៃជនបរទេសទាំងឡាយដែលយើងក្រសោបបាននៅតាមទីតាំងនៃប្រភេទបទល្មើសឆបោកតាមប្រព័ន្ធអនឡាញយើងត្រូវញែកចេញជា2យ៉ាងតិចទី1យើងត្រូវរកឲ្យឃើញថាជាជនរងគ្រោះឬក៏ជាជនល្មើសបើរកឃើញថាជាជនរងគ្រោះដូចជាខុសទាស់នឹងឯកសារផ្លូវការផ្សេងគឺយើងអនុគ្រោះយើងមិនផ្ដំទាទោសយើងមិនពិន័យទេគឺយើងទំនាក់ទំនងជាមួយទូតដើម្បីចាត់នីតិវិធីបញ្ជូនពួកគេទៅកាន់ប្រទេសកំណើតវិញហើយចំពោះនៃជនបរទេសដែលរកឃើញថាជាជនល្មើសចាត់ចែងបទល្មើសសម្រួលបទល្មើសទទួលបញ្ជាប្រព្រឹត្តបទល្មើសពីមេខ្លោងរបស់វាមកពីក្រៅប្រទេសយើងនឹងកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការដើម្បីផ្ដន្ទាទោសក៏ប៉ុន្តែជាបទពិសោធន៍គឺសឹងតែ 90% គឺជាជនរងគ្រោះហើយមានខ្ទង់ 10% អាចជាជនល្មើសដែលទទួលបញ្ជាពីមេខ្លោងរបស់វាពីក្រៅប្រទេសតែប៉ុណ្ណោះឯងបាទប៉ុន្តែចង់បញ្ជាក់ជូនដែរថាមិនមែនកម្ពុជាទើបតែចាប់ផ្ដើមប្រតិបត្តិការបោសសម្អាតឥឡូវនឹងទេគឺយើងបានបង្ក្រាបជាបន្តបន្ទាប់គ្រប់គ្រងស្ថានភាពបានច្រើនមកហើយគ្រាន់តែវាដល់ដង្ហើមចុងក្រោយមួយដែលយើងសង្គ្រប់យកតែម្ដងគឺបោសសម្អាតដោយហៅថាប្រតិបត្តិការ XXL បន្ទាត់ក្រហមត្រឹមកំឡុងខែមេសាឆ្នាំ2026នេះហើយត្រូវធ្វើពីឥឡូវទៅមិនមែនមានន័យថាជិតដល់ខែ4ឬខែមេសានោះទើបចាប់ផ្ដើមធ្វើនោះឡើយគឺធ្វើពីឥឡូវនេះទៅតែម្ដងសូមបញ្ជាក់ជូនម្ដងទៀតបាទ